បន្ទាប់ពីមូហានរបស់យើងបានឆ្លងកាត់វាយទៅលើសម្ដេចឆឹងអានឬមួយក៏ហឺឈွန်ហ្នឹងទៀតចេញទៅខាងក្រៅបន្ទប់របស់ព្រះនាងវិញនៅពេលនោះគេក៏បានញញឹមហាក់ដូចជាការលេងសើចរបស់គេគឺសប្បាយចិត្តខ្លាំងណាស់ព្រះនាងក៏បានសួរទៅកាន់គេថាយ៉ាងម៉េចធ្វើបែបហ្នឹងគឺសប្បាយចិត្តខ្លាំងពិតមែនទេមូហានក៏បាននិយាយតបទៅកាន់ព្រះនាងវិញថាត្រូវហើយប្រកាសជាសប្បាយហើយបើមិនសប្បាយមិនមែនព្រះនាងញញឹមបែបហ្នឹងនោះទេនៅពេលនោះព្រះនាងក៏ដើរចាក់ចេញពីគេនឹងដោយអត់មានមាត់អត់មានកឲ្យបន្តទៀតនោះទេគឺមើលទៅរឿងនេះញ៉ែញ៉ៃខ្លាំងមែនទែនរវាងទំនាក់ទំនងរបស់ព្រះនាងជាមួយនឹងហឺឈွန်ក៏ដូចជាជាមួយនឹងមូហានរបស់យើងនឹងគឺមិនដឹងថាស្អីទេទាំងអស់គ្នាដូចអង្វល់មិនបណ្ដឹងទេពិបាកបែងចែកគ្នាដល់ហើយមួយណាមកក៏ស្និទ្ធស្នាលជាមួយនឹងព្រះនាងបានដែរគណៈពេលដែលហឺឈွန်ឬមួយក៏សម្ដេចឆឹងអានវិញនៅពេលដែលចេញមកខាងក្រៅចូលទៅវិញមិនរួចគេខឹងខ្លាំងមែនទែនគេក៏បញ្ជាកូនចៅរបស់គេឲ្យទៅលួចបន្តោងទាសកររបស់មូហានមកមិនដឹងថាគេគិតចង់ធ្វើអីទេទាំងអស់គ្នាហើយបន្ទាប់ពីនឹងមកហឺឈွန်នឹងគាត់ក៏បានលួចចូលទៅក្នុងដំណាក់បន្ទប់របស់ព្រះនាងជីយ៉ាវដែលជាព្រះនាងម្នាក់គុំគួនស្អប់ជាមួយនឹងមូហានស្អប់ជាមួយនឹងតួស្រីរបស់យើងព្រះនាងច្បងនឹងខ្លាំងមែនទែនចូលទៅដល់ហឺឈွန်នឹងគាត់ក៏បានប្រើថ្នាំសណ្ដំខ្ទប់មាត់របស់ព្រះនាងជីយ៉ាវដែលកំពុងតែផ្ទុំលងលក់នៅក្នុងដំណាក់ហ្នឹងបន្ទាប់មកក៏បានចាប់ព្រះនាង3យកមកទុកនៅក្នុងបន្ទប់របស់មូហានតែម្ដងមើលទៅបំណងដូចជាចង់ទម្លាក់កំហុសអ្វីហ្នឹងតែឲ្យមូហានហើយទាំងអស់គ្នាវីវធំមែនទែននៅពេលនេះហើយដំណាក់ពនាងគេនឹងចេញចូលស្រេចទៅនឹងចិត្តអត់មានបញ្ហាសោះអ្នកណាចេញអ្នកណាចូល3មនុស្សចេញហ្នឹងក៏អត់មានពីណាមើលឃើញដែរបន្ទាប់ពី3ព្រះនាងចូលមកក្នុងទុកនៅក្នុងបន្ទប់របស់មូហានរួចរាល់អស់ហើយហឺឈွန်ហ្នឹងគាត់ក៏បានបញ្ញាប់បញ្ញាល់សុំចូលគាល់ព្រះអង្គតែម្ដងដែលយករឿងហ្នឹងទៅប្តឹងព្រះអង្គអញ្ចឹងណាថាទូប្រុសរបស់យើងហ្នឹងគឺបានចាប់ព្រះនាងជីយ៉ាវហ្នឹងបានហើយបំណងគឺមិនដឹងថាចង់ធ្វើអីទេយកមកទុកក្នុងបន្ទប់អីចឹងទៅកន្លែងមកមើលនៅខាងព្រះអង្គវិញនៅក្នុងពេលនេះគាត់នៅតែស៊ើបអង្កេតរឿងព្រះនាងច្បងវិនយិនស៊ូនឹងត្រូវបានក្រុមឃាតករចាប់យកទៅជួទុកនៅកំផែងទ្វារក្រុងនឹងតើមានរឿងអីចឹងណាហើយអង្គរៈនឹងគាត់ទៅស៊ើបម្ដងជា2ដងហើយនៅតែទទួលដំណឹងមកថាមេខ្លោងនៅអ្នកចំហ្នឹងគឺជាព្រះនាងជាយ៉ាវនឹងឯងប៉ុន្តែពេលនោះមូហានលះបង់ជីវិតដើម្បីជួយព្រះនាងអំឡុងពេលនេះព្រះនាងគឺពេញចិត្តជាមួយនឹងគេខ្លាំងណាស់ប៉ុន្តែព្រះអង្គវិញគាត់សួរថាឥឡូវហ្នឹងព្រះនាងច្បងរបស់គាត់វិនយិនស៊ូនឹងមានផ្ទៃពោះហើយនៅគាត់យកចិត្តទៅដាក់ទៅរឿងមានផ្ទៃពោះហ្នឹងទេមិនដឹងថាម៉េចទេគាត់សួរប្រហែលដងហើយប៉ុន្តែចម្លើយនោះគឺថាអត់ទាន់មានទេបន្តែក្រោយមកកូនចៅចំណិតរបស់ព្រះអង្គបានបរិយាកាមកថាសម្ដេចឆឹងអានហ្នឹងសុំចូលគាល់ព្រះអង្គសម្ដេចឆឹងអានហ្នឹងក៏ហៅព្រះអង្គថាជាបិតាដែរគេចូលមកដល់ភ្លាមហ្នឹងក៏ទូលថ្វាយទៅកាន់បិតារបស់ខ្លួនថាបិតានៅពេលនេះព្រះនាងជីយ៉ាវបានបាត់ខ្លួនទៅហើយមិនដឹងថាទៅដល់ទីណានោះទេមិនដឹងថាមានពីណាគេមកចាប់ចម្រិតនៅពេលដែលពួកយើងចូលទៅឆាយឆេទៅហ្នឹងគឺឃើញថាមានបន្តោងទាសករមួយដែលនេះបញ្ជាក់ថាគឺជារបស់មូហានព្រោះអីហ្នឹងនៅលើគុជមួយហ្នឹងគឺគេមានឆ្លាក់ឈ្មោះថាមូហានចឹងឯងអញ្ចឹងគេសង្ស័យថាប្រហែលជាទាសករថោកទាបមួយហ្នឹងបានចាប់ចម្រិតព្រះនាងជីយ៉ាវហើយនៅពេលហ្នឹងព្រះអង្គគាត់ក៏ខ្ញាល់ជាខ្លាំងហើយគាត់បាននិយាយថាយើអាទាសករថោកទាបហ៊ានចាប់ចម្រិតព្រះនាងរបស់យើងផងឯងនេះប្រមាថរាជវង្សហាក់ដូចជាមិនខ្លាចញើតធ្វើឲ្យរាជវង្សអាប់អោនណាស់អញ្ចឹងហើយគាត់ត្រូវតែចាប់គេយកមកប្រហារជីវិតចោលតែម្ដងនៅពេលហ្នឹងហឺឈွန်ក៏បានសុំព្រះអង្គបិតារបស់ខ្លួនឲ្យផ្ដល់សិទ្ធិមកឲ្យគេក្នុងការស៊ើបអង្កេតតាមរកអ្នកដែលចាប់ខ្លួនព្រះនាងជីយ៉ាវហ្នឹងទៅព្រះអង្គគាត់អនុញ្ញាតឲ្យហឺឈွန်ហ្នឹងបើការស៊ើបអង្កេតរឿងនឹងក៏ពិតមែនប៉ុន្តែមិនឲ្យហឺឈွန်ទៅតែម្នាក់ឯងទេគឺឲ្យមនុស្សចំណិតរបស់គាត់ដែលមានក្បាច់គុណខ្លាំងពូកែហ្នឹងទៅជាមួយនឹងហឺឈွန်ផងដែរដែលក្នុងពេលហ្នឹងហឺឈွန်ក៏មានអារម្មណ៍ថាចម្លែកដែរដូចជាបិតារបស់ខ្លួនអត់ទុកចិត្តលើខ្លួន 100% ណាប៉ុន្តែដល់ពេលមិននេះក៏ជាឱកាសមួយដើម្បីអាចចាត់ការមូហានទូប្រុសរបស់យើងបានដូចគ្នាអញ្ចឹងហើយគេក៏ទទួលយល់ព្រមបញ្ញាបញ្ញាដឹកនាំកម្លាំងហ្នឹងទៅឆាយឆេនៅក្នុងបន្ទប់របស់មូហានតែម្ដងព្រោះអីហ្នឹងគេបានរៀបចំផែនការទុករួចបាត់ទៅហើយអញ្ចឹងគ្រាន់តែទៅឆាយឆេក្នុងបន្ទប់មូហានណាគឺប្រកាសជានឹងបានឃើញហើយមនុស្សចំណិតរបស់ព្រះអង្គក៏បានប្រទះឃើញព្រះនាងជីយ៉ាកំពុងតែសន្លប់នៅក្នុងបន្ទប់របស់មូហានពិតមែនដូច្នេះគេបានបញ្ញាបញ្ញាបញ្ជូនព្រះនាងជីយ៉ាទៅព្យាបាលដោយសារតែព្រះនាងកំពុងតែសន្លប់និងមានដង្ហើមខ្សោយខ្លាំងមែនទែនបន្ទាប់មកពួកគេក៏បាននាំគ្នាទៅចាប់ខ្លួនតួប្រុសរបស់យើងមូហានតែដែលមូហានអាចបានដឹងខ្លួនអីតតែសោះមូហានក៏សួរទៅកាន់ហឺឈွန်ថាតើធ្វើនឹងបានន័យថាម៉េចនៅពេលហ្នឹងអង្គរៈចំណិតរបស់ព្រះអង្គក៏បានរៀបរាប់រឿងហេតុថាព្រះនាងជីយ៉ាត្រូវបានបាត់ខ្លួនគេបានរកឃើញព្រះនាងនឹងកំពុងតែផ្ទុំលងលក់យ៉ាងអស់កម្លាំងនៅក្នុងបន្ទប់របស់ឯងយ៉ាងប្រកបណាស់ឯងគឺជាអ្នកចាប់ចម្រិតព្រះនាងអញ្ចឹងហើយតាមរាជបញ្ជារបស់ព្រះអង្គគឺតម្រូវឲ្យចាប់ខ្លួនឯងយកទៅឃុំទុករងចាំការកាត់ទោសនៅក្នុងគុកតែម្ដងនៅពេលហ្នឹងទូប្រុសរបស់យើងគាត់ក៏អស់សំណល់គាត់ថាគាត់នៅផ្ទុំនៅគេងនៅក្នុងបន្ទប់របស់ព្រះនាងវិនយិនស៊ូក្រែតែ1 2នាក់ហ្នឹងមកជប់ទល់ភ្លឺទៅហើយមិនបានជាមកចាត់ទុកថាគេគឺជាចាប់ខ្លួនព្រះនាងជីយ៉ាទៅវិញវាគួរឲ្យអស់សំណល់ខ្លាំងណាស់នៅក្នុងពេលហ្នឹងហឺឈွန်គាត់ខ្លាំងមែនតើតាក់ទងជាមួយនឹងព្រះនាងវិនយិនស៊ូអញ្ចឹងណាគឺខឹងជាមួយនឹងមូហានណាដែលតែផ្ទុំទៅនៅក្នុងបន្ទប់របស់ព្រះនាងមកយប់ទល់ភ្លឺបែបហ្នឹងគេរឹតតែក្តៅក្រហាយទៀតមនុស្សចំណិតរបស់ព្រះអង្គបាននិយាយថាផោះតាងមានជាក់ស្ដែងមានតាំងពីបតោងគុជមានតាំងពីអីអញ្ចឹងហើយរកឃើញព្រះនាងនៅក្នុងបន្ទប់ទៀតតែឯងប្រកែកយ៉ាងម៉េចចឹងបានដល់ទៅពេលលឺអញ្ចឹងទូប្រុសរបស់យើងគាត់ក៏អស់សំណើចទៀតគាត់ថាបដិទ្ធផោះតាំងទម្លាក់កំហុសចង់ចាត់ការយើងវាគឺជារឿងថោកទាបបំផុត
hơi chọn con các bạn đã từ chất tu pro bao nhiêu mù hán rồi hái con dịch sập sập tha men dương bật đập phọt tàng trong sầm lập ai tại ai thua ai dương bàn tới âm long pe đài hơi chọnกับបងតាចបាច់កមូហានមូហានគាត់ក៏សង្គ្រឹះថ្មិញដើម្បីធ្វើឲ្យមាត់របស់គាត់ឈាមកាន់តែខ្លាំងទៅទៀតដែលធ្វើឲ្យhơi chọnមានអារម្មណ៍ថាចំអបិនេះចង់លេងឯងទៀតហើយនេះប៉ុន្តែក្រោយមកពនាងរបស់យើងនេះគឺពនាងវិនយិនស៊ូគាត់ក៏បានដើរមកដល់ទីនឹងល្មមហើយគាត់ក៏បាននិយាយពីចម្ងាយមកថាវាយឆ្កែឲ្យចេះមើលម្ចាស់ផងបើគ្មានការអនុញ្ញាតពីខ្ញុំទេនរណាគេហ៊ានមកប៉ះពាល់ទៅលើកូនចៅរបស់ខ្ញុំនៅពេលហ្នឹងស្រាប់តែមនុស្សចំណិតរបស់ព្រះអង្គក៏បានរាយការណ៍មកថាសូមទោសផងពនាងយើងទទួលបញ្ជាពីព្រះអង្គមកឲ្យចាប់អ្នកទោសដោយសារតែនៅពេលនេះពួកយើងបានរកឃើញថាគេនឹងគឺបានចាប់ខ្លួនពនាងជីយ៉ាងនៅក្នុងដំណាក់របស់គេផ្ទាល់តែម្ដងអញ្ចឹងហើយនឹងផុសតាំងមិនអាចប្រកែកបានទេសូមឲ្យពនាងហ្នឹងកុំប្រឆាំងជាមួយរាជបញ្ជីអីនៅពេលហ្នឹងហើយឈွန်គាត់ក៏បាននិយាយទៅកាន់ទូស្រីរបស់យើងថាត្រូវហើយអាស៊ូនេះគឺជារឿងសំខាន់បំផុតដើម្បីទៅទីសកលម្នាក់ឯងប្រហែលជាមិនហ៊ានប្រឆាំងជាមួយរាជបញ្ជីរបស់ព្រះអង្គទេមែនទេចំណែកឯមនុស្សចំណិតរបស់ព្រះអង្គក៏បានរាយការណ៍នឹងនិយាយជាមួយទូស្រីរបស់យើងបន្តទៀតថានៅពេលនេះព្រះអង្គកំពុងតែចាប់អារម្មណ៍ជាមួយនឹងសុខភាពរបស់ពនាងជីយ៉ាងខ្លាំងណាស់អញ្ចឹងហើយសូមឲ្យពនាងហ្នឹងមេត្តាកុំលូកលាន់ឈឺឆ្អាលនឹងរឿងតឹងជាមួយរាជបញ្ជារបស់ព្រះអង្គអីព្រោះរាជបញ្ជាព្រះអង្គគឺជារាជបញ្ជាមួយដែលថាត្រូវតែគោរពតាមមិនអាចប្រឆាំងបាននោះទេនៅពេលហ្នឹងទូស្រីរបស់យើងគាត់ក៏និយាយទៅវិញដោយស្របជាមួយអ្នកទាំងអស់គ្នាថាត្រូវហើយគេត្រឹមតែជាទេសកលម្នាក់ហ្នឹងជាអង្គរៈម្នាក់ទៅតើមានអីអស្ចារ្យទៅចង់ចាប់ខ្លួនគេនោះក៏ចាប់ទៅមានតែបញ្ហាអីដល់តែពេលលឺអញ្ចឹងទូរបស់យើងរៀងអានអន់ចិត្តដែរមិននឹកស្មានថាគេព្យាយាមយកចិត្តពនាងយូរហើយមើលទៅពនាងដូចជាពេញចិត្តចំពោះគេត្រូវការគេមករហូតប៉ុន្តែដល់ទៅពេលនេះបានចាត់ទុកគេជាមនុស្សសាមញ្ញម្នាក់ឲ្យអ្នកដទៃចង់ចាត់ការយ៉ាងម៉េចក៏ចាត់ការទៅអញ្ចឹងណាគេក៏ព្យាយាមនិយាយពីផ្អែមល្ហែមទៅកាន់ទូស្រីរបស់យើងថាអាស៊ូមិនអញ្ចឹងកន្លែងហ្នឹងអាណិតទូប្រុសរបស់យើងដែរមនុស្សចំណិតរបស់ព្រះអង្គក៏បានបញ្ជាកូនចៅរបស់គេឲ្យចាប់ខ្លួនទូប្រុសរបស់យើងមុហានឹងយកទៅឃុំទុកនៅក្នុងគុករងចាំការកាត់ទោសតែម្ដងអត់មានស៊ើបអង្កេតអីបន្តទៀតនោះទេចំណែកឯហើឈွန်វិញគេបានចាប់ចង្កេះប្រនីច្បងរបស់យើងអោបក្រៀកមកជិតខ្លួនរបស់គេនឹងបាននិយាយថាយើងមិនអាចអនុញ្ញាតឲ្យនរណាម្នាក់យកអាស៊ូចេញពីយើងបានច្បាច់ខាតឃើញអត់រួចហើយនឹងគេក៏នាំគ្នាសម្លឹងទៅមើលមុខរបស់ទូប្រុសរបស់យើងដែលកំពុងតែត្រូវបានកងទ័ពនឹងចាប់ខ្លួនយកទៅឃុំទុកនៅក្នុងគុកតែដែលមើលទៅទឹកមុខរបស់ទូប្រុសមានអារម្មណ៍ថាអស់សង្ឃឹមខ្លាំងមែនទែនអត់ដឹងថាធ្វើយ៉ាងម៉េចទេព្រោះមើលទៅជីវិតរបស់គាត់នៅពេលនេះគឺនឹងត្រូវបាត់បង់ហើយចំណែកឯព្រះនាងវិនយិនស៊ូរបស់យើងវិញនៅពេលដែលអ្នកទាំងអស់គ្នាបានដើរចាក់ចេញទៅផុតហ្នឹងនាងក៏បានដកខ្លួនថយពីហើឈွန်មកដូចជាមិនចង់ប៉ះពាល់គេនោះទេហើយក៏បានដើរចាក់ចេញពីកន្លែងហ្នឹងតែកែវភ្នែកកំពុងតែរិះគិតរកមធ្យោបាយណាមួយហើយមើលទៅមិននៅស្ងៀមនោះទេប៉ុន្តែនៅពេលនេះវិញមូហានត្រូវបានហើឈွန်ចាប់យកមកក្នុងគុកវាយដំដើម្បីបញ្ចេញកំហឹងរបស់គេមូហានគាត់ក៏បានឌឺដងទៅកាន់ហើឈွန်ថាឯងធ្វើបែបហ្នឹងគឺគ្រាន់តែខ្លាចយើងដណ្ដើមបេះដូងរបស់ព្រះនាងវិនយិនស៊ូបានតែប៉ុណ្ណោះខ្លាចព្រះនាងមានយើងតែម្នាក់គត់នៅក្នុងចិត្តដណ្ដើមក្តីស្រឡាញ់ពីឯងប៉ុន្តែហើឈွန်ក៏បានតបទៅវិញថាឯងយល់ច្រឡំហើយការពិតទៅយើងគ្រាន់តែមិនចង់ឲ្យទិសកោថោកទាបដូចជាឯងហ្នឹងទៅរស់នៅក្នុងដំណាក់របស់ព្រះនាងអាស៊ូតែប៉ុណ្ណោះទេព្រោះអីខ្លាចក៏ខ្វក់ដំណាក់របស់នាងដូច្នេះយើងត្រូវតែចាត់ការឯងជំនួសព្រះនាងអញ្ចឹងហើយបន្ទាប់មកហើឈွန်ហ្នឹងក៏បានប្រាប់ទៅអ្នកយាមគុកនៅកន្លែងហ្នឹងដែលជាអ្នកធ្វើទរណកម្មទៅលើអ្នកទោសថាឯងបកកាយដាក់ទោសគេហើយយើងឮថាឯងបកកាយធ្វើទរណកម្មអ្នកទោសខ្លាំងណាស់មែនទេអញ្ចឹងធ្វើតាមបញ្ជារបស់យើងម្នាក់នេះត្រូវតែមើលថែវាឲ្យបានល្អត្រូវតែប្រកាសចិត្តថាកាត់វាឲ្យគ្រប់ 10000 កំបិតប៉ុន្តែកុំឲ្យវាស្លាប់ដោយងាយស្រួលពេកចាំគ្រប់ 10000 កំបិតហើយនឹងចាំឲ្យវាស្លាប់និយាយបញ្ជាទៅលើអ្នកធ្វើទរណកម្មនឹងរីរលអស់ហើយហើយឈွန်គាត់ក៏បានដើរចាក់ចេញទៅនៅពេលនោះអ្នកយាមគុកម្នាក់ហ្នឹងក៏បាននិយាយថាអូយឯងនេះចំជាសំណាងអាក្រក់ណាស់មិនអាចបន្ទោសយើងបានទេគួរតែបន្ទោសសំណាងរបស់ឯងដែលទៅប្រឆាំងជាមួយនឹងសម្ដេចឆឹងអានយើងប្រកាសណាស់ហើយមិនឲ្យឯងស្លាប់ដោយងាយស្រួលបែបហ្នឹងទេប្រកាសជាត្រូវគោរពតាមបញ្ជារបស់សម្ដេចហើឈွန်កាប់ឯងឲ្យគ្រប់ 10000 កំបិតសិនបន្ទាប់មកគេក៏ទាញកូនកំបិតចាក់មកលើទូប្រុសរបស់យូឡនសុទ្ធតែមិនទាន់មកដល់ទេទាំងអស់គ្នាតែមិនដឹងទៅចាក់ដល់ឬអត់ទេណាឬមួយក៏មានគេមកជួយទាន់ឬមួយក៏យ៉ាងម៉េចយើងចាំមើលបន្តទៀត